ការីប្រហិតត្រីវិធីធ្វើងាយងាយមុនដំបូងយើងដាក់ខ្លាញ់នៅខ្ទះឲ្យក្តៅឆាគ្រឿងជាមួយនឹងខ្ទឹមបារាំងហើយបន្ទាប់មកយើងដាក់ដុំការីចូល2ដុំដើម្បីឆាត្រឡប់ជាមួយនឹងខ្ទឹមបារាំងរបស់យើងឲ្យវារលាយម្សៅដុំការីចូលសពគ្រប់អស់ហើយយើងដាក់ដំឡូងបារាំងជាមួយនឹងការ៉ុតដែលយើងបានកាត់ជាកង់តបមកយើងឆាត្រឡប់វាឲ្យចូលគ្រឿងឲ្យសព្វយើងចាប់ផ្ដើមដាក់ទឹកចូលល្មមដែលយើងគិតថាវាសមល្មមបន្ទាប់ពីដាក់ទឹករួចហើយយើងដាក់ខ្ទិះដូងចូលហើយយើងកូរវាឲ្យសព្វចូលសព្វគ្រឿងហើយរំងាស់វាទុកឲ្យពុះចាំយើងដាក់ប្រហិតត្រីយើងចូលដាក់ប្រហិតត្រីយើងចូលហើយយើងកូរវាឲ្យសព្វយើងគ្របទុកវារយៈពេល15នាទីបន្ទាប់ពីទឹកពុះហើយគឺស៊ុបប្រហិតការីប្រហិតត្រីយើងឆ្អិនរួចរាល់ពិតជាងាយស្រួលហើយមានរសជាតិឆ្ងាញ់ស៊ុបការីប្រហិតត្រីវិធីធ្វើងាយងាយមុនដំបូងយើងដាក់ខ្លាញ់នៅខ្ទះឲ្យក្តៅឆាគ្រឿងជាមួយនឹងខ្ទឹមបារាំងហើយបន្ទាប់មកយើងដាក់ដុំការីចូល2ដុំដើម្បីឆាត្រឡប់ជាមួយនឹងខ្ទឹមបារាំងរបស់យើងឲ្យវារលាយម្សៅដុំការីចូលសព្វគ្រប់អស់ហើយយើងដាក់ដំឡូងបារាំងជាមួយនឹងការ៉ុតដែលយើងបានកាត់ជាកង់តបមកយើងឆាត្រឡប់វាឲ្យចូលគ្រឿងឲ្យសព្វយើងចាប់ផ្ដើមដាក់ទឹកចូលល្មមដែលយើងគិតថាវាសមល្មមបន្ទាប់ពីដាក់ទឹករួចហើយយើងដាក់ខ្ទិះដូងចូលហើយយើងកូរវាឲ្យសព្វចូលសព្វគ្រឿងហើយរំងាស់វាទុកឲ្យពុះចាំយើងដាក់ប្រហិតត្រីយើងចូលដាក់ប្រហិតត្រីយើងចូលយើងកូរវាឲ្យសព្វយើងគ្របទុកវារយៈពេល15នាទីបន្ទាប់ពីទឹកពុះហើយគឺស៊ុបប្រហិតការីប្រហិតត្រីយើងឆ្អិនរួចរាល់ពិតជាងាយស្រួលហើយមានរសជាតិឆ្ងាញ់